តើអ្នកដឹងទេថាកងកម្លាំងកម្ពុជាមានកំភ្លើងវែងទំនើបមួយប្រភេទដែលផលិតដោយប្រទេសឥណ្ឌូនេស៊ីវាមានឈ្មោះថា Pindad SS2 V5A1 កំភ្លើងនេះមានទំហំតូចជាង SS2 ជំនាន់មុនហើយត្រូវបានរចនាឡើងជាពិសេសសម្រាប់ការប្រយុទ្ធនៅចម្ងាយជិតនិងការប្រតិបត្តិការដែលត្រូវការចល័តរហ័សតើ SS2 V5A1 មានសមត្ថភាពអ្វីខ្លះហើយហេតុអ្វីបានជាវាត្រូវបានគេចាត់ទុកថាជាកំភ្លើងទំនើបមួយរបស់កងកម្លាំងកម្ពុជាPindad SS2 V5A1 គឺជាកំភ្លើងប្រភេទ Assault Rifle ដែលផលិតដោយក្រុមហ៊ុន PT Pindad របស់ប្រទេសឥណ្ឌូនេស៊ីវាគឺជាការអភិវឌ្ឍពីគ្រួសារ SS2 ហើយត្រូវបានរចនាឡើងសម្រាប់សង្គ្រាមសម័យទំនើបនិងការប្រយុទ្ធក្នុងចម្ងាយជិតចំណុចពិសេសមួយរបស់វានោះគឺទំហំតូចនិងការរចនាដែលផ្ដោតទៅលើការចល័តតាមទិន្នន័យរបស់ Pindad វាប្រើគ្រាប់ 5.56 គុណនឹង 45 មីលីម៉ែត្រដែលវាមានទម្ងន់ប្រហែល 3.62 គីឡូក្រាមនិងមានចម្ងាយអាចបាញ់បានប្រហែល 200 ម៉ែត្រនៅក្នុងឆ្នាំ 2024 ឥណ្ឌូនេស៊ីបានផ្ដល់ជំនួយយោធាដល់កម្ពុជាដែលរួមមាន Pindad SS2 V5A1 ចំនួន150ដើមនិងកំភ្លើងខ្លី Pindad G2 Elite ចំនួន20ដើមរួមជាមួយនឹងគ្រាប់រំសេវផងដែរប្រភពសាធារណៈបានរាយការណ៍ថាចំនួននេះត្រូវបានប្រគល់ជូនកម្ពុជានៅខែសីហាឆ្នាំ 2024 SS2 V5A1 ត្រូវបានរាយការណ៍ថាប្រើប្រាស់ដោយកងកម្លាំងពិសេសរបស់កម្ពុជាតើវាខ្លាំងត្រង់ណាចំណុចទី1នោះគឺទំហំរបស់វា SS2 V5A1 វាមានប្រវែងសរុបប្រហែល800មីលីម៉ែត្រនិងប្រវែងបំពង់កំភ្លើង255មីលីម៉ែត្រការរចនាខ្លីបែបនេះធ្វើឲ្យវាមានភាពងាយស្រួលនៅក្នុងការចល័តជាពិសេសនៅកន្លែងដែលចង្អៀតឬក្នុងការប្រតិបត្តិការដែលត្រូវការភាពរហ័សរហួនចំណុចទី2នោះគឺគ្រាប់ 5.56 គុណនឹង 45 មីលីម៉ែត្រវាជាគ្រាប់ស្តង់ដារដែលប្រើប្រាស់យ៉ាងទូលំទូលាយដោយកងកម្លាំងយោធាជាច្រើននៅជុំវិញពិភពលោកចំណុចទី3នោះគឺការរចនាបែប modular Pindad បញ្ជាក់ថា SS2 V5A1 មាន rail សម្រាប់ដាក់ឧបករណ៍បន្ថែមដូចជា optic, laser និង flashlight ដែលអាចជួយបង្កើនសមត្ថភាពក្នុងការប្រើប្រាស់តាមតម្រូវការតាមទិន្នន័យរបស់ Pindad SS2 V5A1 មានអត្រាបាញ់ប្រហែល720ទៅដល់900គ្រាប់ក្នុង1នាទីហើយវាមានចម្ងាយប្រសិទ្ធភាពប្រហែល200ម៉ែត្រវាអាចប្រើរបៀបបាញ់ safe semi automatic និង full automatic ប៉ុន្តែតួលេខនេះមិនមែនមានន័យថាវាអាចបាញ់បានយ៉ាងមានប្រសិទ្ធភាពនៅក្នុងចម្ងាយគ្រប់ស្ថានភាពនោះទេប្រសិទ្ធភាពពិតប្រាកដអាស្រ័យទៅលើការហ្វឹកហ្វឺន optic ស្ថានភាពបរិស្ថាននិងជំនាញអ្នកប្រើប្រាស់ផងដែរតើវាជាកំភ្លើងខ្លាំងបំផុតរបស់កម្ពុជាមែនទេបើនិយាយថាទំនើបបំផុតយើងមិនអាចសន្មតបាននោះទេពីព្រោះมันមានចំណាត់ថ្នាក់ផ្លូវការរបស់កម្ពុជាដែលកំណត់ថា SS2 V5A1 ជាកំភ្លើងលេខ1នោះទេកងកម្លាំងកម្ពុជាក៏មានកំភ្លើងទំនើបផ្សេងៗទៀតផងដែរដូចជា QBZ95 K2C K1A និង M4 ដែលត្រូវបានរាយការណ៍ថាបានប្រើប្រាស់ដោយអង្គភាពមួយចំនួនប៉ុន្តែ SS2 V5A1 គឺជាបេក្ខភាពមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងព្រោះវាជាកំភ្លើងជំនាន់ថ្មីដែលមានទំហំខ្លីនិងមានរាលសម្រាប់ឧបករណ៍ទំនើបនិងត្រូវបានរាយការណ៍ថាចូលមកប្រើប្រាស់នៅក្នុងកម្ពុជាក្នុងឆ្នាំ 2024 នេះដូច្នេះ Pindad SS2 V5A1 គឺជាកំភ្លើង Assault Rifle ទំនើបមួយដែលកម្ពុជាទទួលបានពីប្រទេសឥណ្ឌូនេស៊ីហើយមានសមត្ថភាពសមស្របសម្រាប់ប្រតិបត្តិការដែលត្រូវការចល័តនិងការប្រយុទ្ធចម្ងាយជិតបើប្រៀបធៀបជាមួយនឹងកំភ្លើងចាស់ៗដែលកម្ពុជាបានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំ SS2 V5A1 បង្ហាញពីសមត្ថភាពនៅក្នុងការផ្លាស់ប្ដូរទៅរកអាវុធដែលមានការរចនាទំនើបនិងបានបំពាក់នូវឧបករណ៍មួយចំនួនច្រើនទៀតបានតើអ្នកទាំងអស់គ្នាគិតថា SS2 V5A1 M4 K2C ឬ QBZ95 មួយណាជាកំភ្លើងដែលល្អបំផុតសម្រាប់កងទ័ពកម្ពុជាកុំភ្លេច comment មតិរបស់បងប្អូននៅខាងក្រោមនិងចុច like Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយ